កម្ពុជាបដិសេធមិនបើកច្រកព្រំដែនតាមសំណើឥឡូវថៃចេញបដិសេធថាជាលិខិតคล้ายៗទៅវិញកាន់តែយកជាការលេងបានមែនទែនហើយព័ត៌មានពីប្រទេសថៃទាំងមន្ត្រីជួរមុខរដ្ឋាភិបាលនិងជួរកងទ័ពដោយសារព័ត៌មានជុំវិញទៅនឹងការបើកបិទច្រកព្រំដែនត្រូវបានគេយកទៅលេងជាល្បែងបីឡុកទៅហើយក្រុមភេកប្រតិកម្មរហ័សរបស់ថៃមានឈ្មោះថា Team Thailand បានបដិសេធថាលិខិតស្នើសុំបើកច្រកព្រំដែននោះជាលិខិតคล้ายៗទេលោកភូមិធម្មវិជ័យឆៃរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានផ្ដល់បទសម្ភាសន៍ជាមួយកាសែតថៃនៅថ្ងៃនេះថាថៃមិនដែលបានស្នើសុំបើកច្រកព្រំដែនទេហើយថៃក៏មិនដែលបានបិទព្រំដែនដែរប៉ុន្តែថៃគ្រាន់តែសម្រួលម៉ោងចេញចូលតាមច្រកទ្វារប៉ុណ្ណោះរដ្ឋមន្ត្រីរូបនេះបានចាត់ទុកថាព័ត៌មានទាំងនោះជាព័ត៌មានបោកប្រាស់និងបំផុលឲ្យមានការភ័ន្តច្រឡំដូច្នេះរាល់លិខិតបទដ្ឋាននានារបស់អាជ្ញាធរថៃបច្ចុប្បន្នមិនអាចចាត់ទុកជាការបាននោះទេនៅពេលនេះដែលឡែកអគ្គនាយកដ្ឋានអន្តរប្រវេសន៍កម្ពុជាឯនោះវិញបានបញ្ជាក់រួចហើយថាការអនុវត្តវិធានការទប់ស្កាត់ដឹកទំនិញឆ្លងកាត់ព្រំដែននៅបន្តរហូតតតែភាគីថៃបើកច្រកទ្វារព្រំដែននានាដែលខ្លួនបានបិទចែកតភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញទើបកម្ពុជាសម្រេចបើកតាមក្រោយប៉ុន្តែសម្ដេចថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានប្រាប់ទៅអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃរួចហើយថាបើពួកគេមានបំណងចង់បើកច្រកព្រំដែនឡើងវិញមិនចាំបាច់ស្នើមកកម្ពុជាទេសូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃមិនថាជាកងទ័ពឬក៏អ្នកណានោះទេ